الحمد لله رب العالمين والصلاة والسلام على أشرف الأنبياء والمرسلين نبينا محمد وعلى آله وصحبه أجمعين أما بعد السلام عليكم ورحمة الله وبركاته วันนี้ចូលដល់សូរ៉ាថ្មីមួយទៀតនៃគម្ពីរអល់កុរអានគឺសូរ៉ាតឡាកសូរ៉ានេះស្ថិតនៅលេខរៀងទី65នៃគម្ពីរអល់កុរអានហើយមានចំនួន12អាយ៉ាត់សូរ៉ាតឡាកនេះជាប្រភេទសូរ៉ាMadaniyah មានថាប្រភេទសូរ៉ាដែលអល់ឡោះសុបហានបញ្ជាក់ឲ្យនប៊ីយើងមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវសល្លាមក្រោយពេលដែលនប៊ីយើងហិជ្រ៉ាពីទីក្រុងម៉ាកាទៅកាន់ទីក្រុងម៉ាឌីណានៅក្នុងចំណោមបណ្ដាវត្ថុអំណងសំខាន់នៃសូរ៉ានេះគឺអល់ឡោះសុបហានចង់បញ្ជាក់ពីបណ្ដាហុគមមួយចំនួនទាក់ទងនឹងការតឡាក់ការលែងលះនៅក្នុងសាសនាអ៊ីស្លាមហើយនឹងការលើកដំកើងព្រំខ្នាតដែលអល់ឡោះសុបហានបានដាក់ក៏ដូចជាការបញ្ជាក់ពីផលនៃការតាក់វ៉ានៃការកោតខ្លាចទៅចំពោះអល់ឡោះ سبحانه และ تعالى أعوذ بالله من الشيطان الرجيم بسم الله الرحمن الرحيم يا أيها النبي إذا طلقتم النساء فطلقوهن لعدتهن وأحصوا العدة واتقوا الله ربكم لا تخرجوهن من بيوتهن ولا يخرجن إلا أن يأتين بفاحشة مبينة وتلك حدود الله ومن يتعد حدود الله فقد ظلم نفسه لا تدري لعل الله يحدث بعد ذلك أمرا អល់ឡោះបានអំពាវនាវនៅក្នុងអាយ៉ាតទី1នៃសូរ៉ាតឡាកដែលបន្ទូលរបស់ទ្រង់ថាយ៉ាអៃយូហានណាប៊ីមានន័យថាអូនប៊ីរបស់អល់ឡោះ سبحانه และ تعالى អរ៉ាសូលរបស់អល់ឡោះ سبحانه และ تعالى إذا طلقتم النساء កាលណាពួកអ្នកចង់តឡាក់ចង់លែងលះភរិយា فطلقوهن لعدتهن ចូលពួកអ្នកលែងលះនៅក្នុងអ៊ិដដារបស់ពួកគាត់នៅក្នុងរយៈពេលរបស់ពួកគាត់កន្លែងនេះគឺឧលមាតាហ្វស៊ីរបានបកស្រាយពីអ៊ិដដាកន្លែងនេះគឺ في طهر لم يجامعها فيه ចូលលែងលះពួកគាត់នៅក្នុងអ៊ិដដាគឺនៅក្នុងពេលដែលគាត់ស្អាតស្អំមានន័យថាមិនមែនជាពេលដែលគាត់កំពុងតែមានរដូវទេហើយក្នុងពេលស្អាតស្អំនេះទៀតគាត់មិនតាន់បានជីម៉ាមិនតាន់បានរួមរស់ជាមួយនឹងភរិយារបស់គាត់អញ្ចឹងតឡាកនៅក្នុងសាសនាអ៊ីស្លាមត្រូវបានបែងចែកជា2ទី1តឡាកសុនណាទី2តឡាកប៊ីដអាតឡាកត្រូវសុនណាគឺការតឡាក់ឬការលែងលះស្ត្រីនៅក្នុងពេលដែលស្ត្រីជាភរិយារបស់គាត់ស្ថិតនៅក្នុងភាពស្អាតស្អំមិនមែនក្នុងពេលដែលមានរដូវមិនមែនក្នុងពេលដែលមាននីហ្វាសទេមានន័យថាតឡាក់នៅក្នុងពេលហ្នឹងហើយក្នុងពេលស្អាតស្អំនោះទៀតគឺគាត់អត់បាននៅជាមួយភរិយារបស់គាត់ទេគាត់អត់បានជីម៉ាភរិយារបស់គាត់ទេព្រោះជួនកាលអ្នកខ្លះគាត់តឡាក់នៅក្នុងពេលដែលស្ត្រីមានរដូវអាចយើងឃើញថាស្ត្រីនៅក្នុងលក្ខណៈដែលអល់ឡោះសូឡាបង្កើតគាត់មកពេលដែលគាត់មានរដូវអារម្មណ៍គាត់ប្រែប្រួលដោយសារពេលខ្លះគាត់មានការជិះចាប់ពេលខ្លះធ្វើឲ្យមានការប្រែប្រួលខាងផ្នែកអារម្មណ៍ឲ្យគាត់មានពាក្យសម្ដីឬកាយវិការឬទង្វើមិនក៏បីជាបុគ្គប្តីមិនកើតចេញពីចិត្តរបស់គាត់ដោយចេតនាទេដោយសារការមួម៉ៅឬក៏ការតបប្រមល់នឹងបញ្ហាដែលគាត់មានអញ្ចឹងនៅក្នុងសាសនាអ៊ីស្លាមអត់ឲ្យឆ្លើយតបនៅក្នុងស្ថានភាពនឹងទេមានន័យថានៅក្នុងពេលដែលគាត់ស្ថិតនៅក្នុងលក្ខណៈមិនប្រក្រតីនោះទេអញ្ចឹងមកពេលលែងលះនៅក្នុងសាសនាអ៊ីស្លាមឲ្យលែងលះគឺក្នុងពេលវេលាដែលភរិយារបស់គាត់គឺស្ថិតនៅក្នុងភាពស្អាតស្អំទី1ទី2ក្នុងពេលស្អាតស្អំនៅក្នុងរយៈពេលដែលភរិយាគាត់ស្អាតស្អំនោះគឺគាត់អត់បាននៅជាមួយភរិយារបស់គាត់អត់បានជីម៉ាទេព្រោះជួនកាលគាត់បាននៅជាមួយភរិយារបស់គាត់ហើយគាត់អាចអស់សាវ៉ាអស់ចំណងនៅក្នុងពេលព្រាមនោះចឹងគាត់អាចគិតថាគាត់អត់ត្រូវការភរិយារបស់គាត់ប៉ុន្តែក្រោយមកអាចគាត់មានតម្រូវការវិញចឹងការលែងលះអាចចាត់ទុកថាជាការតក់កុហលមួយប៉ុន្តែបើក្នុងពេលដែលភរិយារបស់គាត់ស្អាតស្អំដែលគាត់ជាប្តីអាចជីម៉ាបានអាចរួមរស់ជាមួយភរិយារបស់គាត់បានហើយគាត់អត់ចង់ភរិយារបស់គាត់អត់ត្រូវការភរិយារបស់គាត់មានន័យថាការលែងលះនោះគឺមានមូលហេតុដែលជំរុញឲ្យគាត់លែងលះមែនមានន័យថាគាត់ចង់លែងលះមែនព្រោះនៅក្នុងសាសនាអ៊ីស្លាមមិនឲ្យយកការលែងលះនេះធ្វើជារឿងលេងសើចនោះទេអញ្ចឹងតឡាកសុនណានៅក្នុងសាសនាអ៊ីស្លាមតឡាកដែលត្រូវតាមសុនណាគឺតឡាកនៅក្នុងពេលដែលភរិយារបស់គាត់ស្អាតស្អំហើយគាត់មិនបានរួមរស់ជាមួយភរិយារបស់គាត់មិនបានជីម៉ាភរិយារបស់គាត់នៅក្នុងកំឡុងពេលនោះបើសិនជាភរិយារបស់គាត់ស្ថិតនៅក្នុងភាពស្អាតស្អំ
តែក្នុងរយៈពេលហ្នឹង10ថ្ងៃ20ថ្ងៃឬ20ថ្ងៃជាងហ្នឹងគាត់បាននៅជាមួយភរិយារបស់គាត់ហើយគាត់តឡាក់ក្នុងពេលនោះការតឡាក់របស់គាត់គឺគេឲ្យឈ្មោះថាតឡាក់ប៊ីតអាតឡាក់ខុសសុនណះនប៊ីមូហាម៉ាត់សាឡឡោះអាឡៃហ៊ីវសសាឡាមតែនៅក្នុងអាយ៉ានេះអល់ឡោះអំពាវនាវឲ្យនប៊ីមូហាម៉ាត់សាឡឡោះសាឡាមហើយក៏ជាខិតាបទៅកាន់អ៊ុម៉ាត់ទាំងមូលកាលណាលែងលះភរិយាតឡាក់ភរិយាគឺក្នុងពេលដែលពួកគាត់នៅក្នុងអ៊ីដាមានន័យថាក្នុងភាពស្អាតស្អំហើយគាត់មិនតាន់បាននៅជាមួយនឹងភរិយារបស់គាត់កុំតឡាក់នៅក្នុងពេលដែលស្ត្រីមានរដូវកុំតឡាក់នៅក្នុងពេលដែលស្ត្រីកំពុងតែមាននីហ្វាសនេះជាការជំរុញនៅក្នុងសាសនាអ៊ីស្លាមអល់ឡោះប្រាប់ថាវ៉ាហ្សុលអ៊ីដាចូលពួកអ្នកចងចាំពេលវេលាហ្នឹងពេលវេលាដែលពួកអ្នកតឡាក់ព្រោះថាក្រោយពេលតឡាក់ក្រោយពេលលែងលះទី1និងទី2បរិសុទ្ធជាប្តីអាចមានសិទ្ធិវិលត្រឡប់ទៅវិញអញ្ចឹងកាលណាគាត់ចង់វិលត្រឡប់នៅក្នុងអ៊ីដារបស់ស្ត្រីគាត់អាចវិលត្រឡប់ទៅវិញបានបើគាត់អត់ចាំថ្ងៃខែធ្វើមិនអញ្ចឹងពេលខ្លះនៅខ្លះសួរហុគមគាត់លែងប្រពន្ធគាត់ហើយគាត់ចង់វិលត្រឡប់ទៅនៅជាមួយនឹងប្រពន្ធគាត់វិញសួរគាត់លែងពីពេលណាគាត់ថាគាត់អត់ចាំទេចុះបើគាត់ជាប្តីមិនចាំទៅសួរហុគមទូនណាទៅកាត់ហុគមជំនួសគាត់បានអ្នកណាទៅចាំជំនួសគាត់រឿងគ្រួសាររបស់គាត់រឿងតខ្លួនរបស់គាត់អញ្ចឹងករណីនេះគឺជារឿងដែលតកតងនឹងហុគមដែលគាត់ត្រូវចងចាំបើគាត់លែងលះគេមិនគិតពីការលែងលះផ្លូវការទេគិតពីពេលដែលគាត់ប្រើពាក្យលែងលះឬក៏គាត់ទៅសេសម្បត្តិតទៅនឹងលែងលះអ៊ីដាគឺចាប់ផ្ដើមរាប់ពីពេលនោះតែបើនៅក្នុងអាយ៉ាតអល់ឡោះប្រាប់ថាអហ្សុលអ៊ីដាចូលពួកអ្នកកត់ត្រាចងចាំអ៊ីដាវ៉ាតាគុលឡោះវ៉ាតាគុលឡោះរ៉បបាគុមចូលពួកអ្នកកោតខ្លាចជាមួយអល់ឡោះដែលជាម្ចាស់របស់ពួកអ្នកឡាយុខរិជូហ៊ុនមីនប៊ូយូទីហ៊ិនចូលពួកអ្នកកុំបណ្ដេញពួកគាត់ជាភរិយារបស់ពួកអ្នកចេញពីផ្ទះនៅក្នុងតឡាក់ទី1និងតឡាក់ទី2ពេលដែលស្ត្រីស្ថិតនៅក្នុងអ៊ីដាវ៉ាជីបលើប្តីគ្រប់គងភរិយារបស់គាត់ដដែលគ្រប់គងជីវភាពរួមមានការស្នាក់នៅហូបចុកសម្លៀកបំពាក់តម្រូវការចាំបាច់ស្បែកតែគាត់បានលែងហើយក៏ដោយកាលណាមិនទាន់ផុតអ៊ីដាទេស្ត្រីនោះនៅជាភរិយារបស់គាត់អញ្ចឹងនៅមានសិទ្ធិទទួលបានការផ្គត់ផ្គង់ពីប្តីដដែលអញ្ចឹងប្តីនៅវ៉ាជីបផ្គត់ផ្គង់ភរិយារបស់គាត់ទោះបីគាត់លែងលះក៏ដោយប៉ុន្តែកាលណាការលែងលះនោះមិនទាន់ដាច់ស្រេចស្ត្រីនៅក្នុងអ៊ីដាអញ្ចឹងនៅក្នុងអាយ៉ាតអល់ឡោះហាមបណ្ដេញភរិយាចេញពីផ្ទះនៅក្នុងកំឡុងពេលអ៊ីដាហ្នឹងក្នុងកំឡុងពេលអ៊ីដាហ្នឹងវឡាយ៉ាខ្រុជណាអ៊ីឡាយ៉ាទីណាប៊ីហ្វាហ៊ីសាទីមូបៃណាហើយស្ត្រីជាភរិយាក៏មិនត្រូវចាកចេញពីផ្ទះដែរនៅក្នុងកំឡុងពេលអ៊ីដាហើយអល់ឡោះប្រាប់ថាអ៊ីឡាយ៉ាទីណាប៊ីហ្វាហ៊ីសាទីមូបៃណាលើកឡើងតែភរិយារបស់គាត់បានប្រព្រឹត្តនៅទង្វើអាក្រក់ទង្វើអសិលធម៌ដែលមានលក្ខណៈច្បាស់លាស់មានន័យថាស៊ីណាវ៉ាទីលកាហូឌូឌុលឡោះវ៉ាមៃយតាអដហូឌូឌុលឡោះហ្វាកដហ្លមណាហ្វសាអល់ឡោះប្រាប់ថានោះជាព្រំខ្នាតដែលអល់ឡោះសុបហានបានដាក់ហើយអ្នកដែលបំពេញព្រំខ្នាតដែលអល់ឡោះបានដាក់ហ្វាកដហ្លមណាហ្វសាគាត់ពិតជាបានបំពេញលើខ្លួនឯងឡាតដរីលអលឡោះយុហឌីស៊ូបាដហ្សាលីកអមរ៉ាមានន័យថាអ្នកមិនដឹងនោះទេជួនកាលអល់ឡោះសុបហានតាឡាបង្កើតឲ្យមានរឿងថ្មីដែលគាត់នឹកស្មានមកដល់បន្ទាប់ពីការតឡាក់នោះមានន័យថាជួនកាលគាត់អាចនឹកឃើញវិលត្រឡប់ទៅវិញនឹកឃើញវិលត្រឡប់ទៅរកភរិយារបស់គាត់វិញអញ្ចឹងនៅក្នុងការតឡាក់នៅក្នុងសាសនាអ៊ីស្លាមតើតើតឡាក់សុនណានេះបន្ថែមពីលើការតឡាក់នៅក្នុងពេលដែលភរិយាស្ថិតនៅក្នុងភាពស្អាតស្អំនៅពេលដែលគាត់មិនតាន់បានជីម៉ានៅក្នុងភរិយាមិនតាន់បានជីម៉ាជាមួយភរិយារបស់គាត់នៅក្នុងកំឡុងពេលដែលគាត់ស្អាតស្អំនោះគឺមួយទៀតគឺការតឡាក់ដោយប្រើពាក្យតឡាក់តែមួយទេហើយនៅខ្លះចាប់ផ្ដើមមកតឡាក់3តឡាក់100អត់ទេនោះជាតឡាក់ដែលខុសពីសុនណាជាការតឡាក់នៅក្នុងសាសនាអ៊ីស្លាមដែលត្រូវសុនណាគឺតឡាក់តែមួយទេគឺមិនអាចអ្នកខ្លះខឹងខ្លាំងតឡាក់ឲ្យដាច់តែម្ដង3 10 100ករណីនេះគឺហារ៉ាមនៅក្នុងសាសនាអ៊ីស្លាមរបស់យើងវាត្រូវបានហាមឃាត់នៅក្នុងសាសនាអ៊ីស្លាមរបស់យើង فإذا بلغنا أجلهن فأمسكوهن بمعروف أو فارقوهن بمعروف អល់ឡោះប្រាប់ថាកាលណាពេលវេលារបស់វាជិតមកដល់មានន័យថាអ៊ីដារបស់ស្ត្រីជិតផុតក្រោយពេលដែលគាត់តឡាក់ទី1ក្រោយពេលដែលតឡាក់ទី2ហើយរយៈពេលរងចាំរបស់គាត់អ៊ីដាសម្រាប់ស្ត្រីនោះជិតផុត فأمسكوهن بمعروف أو فارقوهن بمعروف
គាត់អាចវិលត្រឡប់ទៅនៅជាមួយភរិយារបស់គាត់វិញដោយល្អប្រសើរឬក៏គាត់លែងលះភរិយារបស់គាត់ដោយល្អប្រសើរបែកបាក់គ្នាដោយល្អប្រសើរមានន័យថាបើនៅជាមួយគ្នាវិញគឺនៅដោយល្អប្រសើរកុំនៅក្នុងគោលបំណងធ្វើបាបឬក៏ដាក់សម្ពាធហើយនៅពេលលែងលះក៏ដូចគ្នាត្រូវលែងលះដោយល្អប្រសើរកាលណាលែងលះគ្នាដាច់ពីគ្នាហើយកុំរករឿងគ្នាកុំបង្កបញ្ហានៅគ្នាកុំហាច់គេគ្នាអ្នកខ្លះក្រោយពេលលែងលះភាគីម្ខាងបរិហាគេភាគីម្ខាងទៀតនិយាយពីប្រការមិនល្អរបស់ដៃគូរបស់ខ្លួនកាលនេះគឺត្រូវបានហាមឃាត់នៅក្នុងសាសនាអ៊ីស្លាមកាលណាលែងលះហើយគឺមានន័យថាពួកគាត់មានសេរីភាពរៀងខ្លួនស្ត្រីគាត់មានសិទ្ធិនៅក្នុងការទៅរកដៃគូផ្សេងដើម្បីរៀបអាពាហ៍ពិពាហ៍ស្របច្បាប់ហើយបរិះគាត់ក៏ដូចគ្នានៅក្នុងករណីនេះសួរថាមានប្រយោជន៍អីដែលពួកគាត់នៅបន្តចងកំហឹងនឹងគ្នានៅបន្តឆ្លោះគ្នានៅបន្តបរិហាគេគ្នាករណីនេះគឺមិនត្រឹមត្រូវទេនៅក្នុងសាសនាអ៊ីស្លាមអញ្ចឹងបើចិត្តផុតអ៊ីដាបរិះជាប្តីគាត់ចង់វិលត្រឡប់ទៅរើជាមួយភរិយារបស់គាត់វិញគាត់អាចត្រឡប់ទៅវិញបានបើគាត់មិនចង់ទេគឺគាត់ទុកឲ្យរយៈពេលអ៊ីដានឹងកន្លងផុតចឹងគាត់នឹងដាច់ពីភរិយារបស់គាត់ហើយសួរថាតើអ៊ីដារបស់ស្ត្រីក្រោយពេលប្តីលែងលះរយៈពេលប៉ុន្មានមានន័យថាប្តីដែលលែងលះភរិយារបស់គាត់កាលណាតឡាក់1ហើយនឹងតឡាក់2គឺគាត់មានសិទ្ធិនៅក្នុងការវិលត្រឡប់ទៅនៅជាមួយនឹងភរិយារបស់គាត់វិញកាលណាស្ថិតនៅក្នុងអ៊ីដាពួកគាត់នៅជាប្តីដដែលអ្នកផ្សេងអត់មានសិទ្ធិមកស្ដីដណ្ដឹងទេកាលណាភរិយារបស់គាត់ស្ថិតនៅក្នុងអ៊ីដាប៉ុន្តែកាលណាផុតអ៊ីដាហើយមានថាគាត់ខ្លាយជាអ្នកផ្សេងចឹងគេដតីក៏គេមានសិទ្ធិមកស្ដីដណ្ដឹងអតីតភរិយារបស់គាត់ចំពោះស្ត្រីសូថាតាអ៊ីដារបស់គាត់រយៈពេលដែលគាត់ត្រូវរងចាំប្រមាណទើបគាត់អាចរៀបការជាមួយនឹងអ្នកផ្សេងបានក្រៅពេលដែលប្តីគាត់លែងលះតើតើនៅតឡាក់បើសិនបើគាត់ត្រូវបានតឡាក់ដោយប្តីរបស់គាត់តើតើនៅបញ្ហានេះគឺត្រូវពិនិត្យមើលថាតើស្ត្រីនោះជាអ្នកដែលមានរដូវឬអ្នកដែលគ្មានរដូវបើសិនមកគាត់ជាស្ត្រីដែលមានរដូវធម្មតាគាត់ស្ថិតនៅក្នុងវ័យដែលមានរដូវធម្មតាហើយគាត់មករដូវធម្មតាអ៊ីដាសម្រាប់អ្នកដែលត្រូវប្តីលែងលះនោះគឺរយៈពេលរបស់គាត់គឺកាលណាគាត់មករដូវ3ដងមានន័យថាកាលណាគាត់ជាអ្នកដែលមានរដូវគាត់មករដូវលើកទី1លើកទី2លើកទី3ប្តីរបស់គាត់នៅក្នុងកំឡុងពេលនោះអាចវិលត្រឡប់ទៅនៅជាមួយនឹងភរិយារបស់គាត់វិញតែមិនចាំបាច់រៀបការទេកាលណាតឡាក់1ឬតឡាក់2ដោយសារគាត់ជាប្តីប្រពន្ធដដែលប៉ុន្តែសួរថាតើការទៅនៅជាមួយគ្នាវិញរបៀបណាទៅស្របច្បាប់អ៊ីស្លាមការវិលត្រឡប់ទៅវិញគឺមាន2ទី1ការវិលត្រឡប់តាមរយៈពាក្យសម្ដីទី2ការវិលត្រឡប់តាមរយៈទង្វើតាមរយៈពាក្យសម្ដីនេះថាគាត់ប្រាប់ភរិយារបស់គាត់ថាគាត់ត្រឡប់ទៅនៅជាមួយភរិយារបស់គាត់វិញឬក៏គាត់សរសេរសម្បត្តិចំពោះអ្នកដែលគាត់កោមិនអាចនិយាយបានអាចជាកាយវិការចំពោះអ្នកដែលគាត់អាចនិយាយបានមានថាគាត់និយាយពាក្យសម្ដីឬក៏គាត់សរសេរសម្បត្តិជំនួសឬក៏ផ្ញើសារនេះតាមរយៈពាក្យសម្ដីបញ្ជាក់ប្រាប់ថាគាត់វិលត្រឡប់ទៅនៅជាមួយភរិយារបស់គាត់វិញហើយតើអ្នកខ្លះគាត់ក្រៅពេលតឡាក់គាត់ចាកឆ្ងាយពីផ្ទះទៅរកស៊ីឧទាហរណ៍គឺការនៅម៉ាឡេគឺការនៅប្រទេសផ្សេងចឹងការនេះគាត់អាចត្រឹមតែការបញ្ជាក់ដោយពាក្យសម្ដីគឺគ្រប់គ្រាន់នៅក្នុងការវិលត្រឡប់ហើយទី2តាមរយៈទង្វើមានន័យថាគាត់វិលត្រឡប់ទៅជាម៉ាក់ភរិយារបស់គាត់ទៅរួមរស់ជាមួយភរិយារបស់គាត់វិញករណីបញ្ជាក់ប្រាប់ថាគាត់បានវិលត្រឡប់ទៅរកភរិយារបស់គាត់វិញហើយប៉ុន្តែតឡាក់ទី1គឺត្រូវបានរក្សាទុកមានន័យថាមួយថ្ងៃក្រោយគាត់មានបញ្ហានឹងទៀតហើយគាត់វិលត្រឡប់ទៅទៀតគេចាត់ទុកថាតឡាក់2ថ្ងៃក្រោយគាត់តឡាក់លើកទី3មានន័យថាគាត់លែងអាចនៅជាមួយគ្នាបានជារៀងរហូតដល់ឡើងតែភរិយារបស់គាត់ហើយក៏បានលែងលះបានរៀបការជាមួយនឹងអ្នកផ្សេងហើយក្រោយមកប្តីគេស្លាប់ឬក៏ប្តីគេលែងលះផុតអ៊ីដាទៅគាត់មានសិទ្ធិទៅស្ដីដណ្ដឹងវិញពួកការលែងលះនៅក្នុងសាសនាអ៊ីស្លាមដែលអាចវិលត្រឡប់ទៅនៅជាមួយគ្នាវិញបានគឺត្រឹមតែ2ដងទេការលែងលះត្រឹមតែ2ដងទេក្រោយលើកទី3គឺមិនអាចទេមានន័យថាពួកគាត់គឺបែកគ្នាជារៀងរហូតលើកឡើងតែក្នុងលក្ខខណ្ឌដោយបានរករួចដើម្បីមិញអញ្ចឹងចំពោះស្ត្រីដែលមានរដូវអ៊ីដារបស់គាត់គឺកាលណាគាត់មានរដូវ3ដងមករដូវ3ដងហើយឧលមាខ្លះគាត់ថាកាលណាគាត់
អស់រដូវ3ដងតែឧលមាខ្លះថាត្រឹមតែពេលដែលមានរដូវ3ដងមានថាអ៊ីដារបស់គាត់ដាច់ចំពោះស្ត្រីដែលអត់មានរដូវជាការចាស់ជរាស្ត្រីខ្លះក៏មានវ័យចំណាស់ដែលគាត់លែងមានរដូវឬក៏ក្មេងស្ត្រីខ្លះគាត់រៀបការក្មេងក៏អត់ទាន់មករដូវទេអញ្ចឹងករណីអ៊ីដារបស់ពួកគាត់គឺ3ខែមានថាក្នុងកំឡុងពេល3ខែកាលណាប្តីរបស់គាត់វិលត្រឡប់ទៅវិញគឺនៅជាប្តីប្រពន្ធដដែលប៉ុន្តែផុតពីនោះគឺគាត់ខ្លាយទៅជាអ្នកផ្សេងគាត់ខ្លាយទៅជាអ្នកផ្សេងនេះសំដៅលើស្ត្រីដែលគាត់ក្រៅពេលរៀបការគាត់បាននៅជាមួយគ្នាហើយគាត់ត្រូវបានលៃលះគាត់ត្រូវបានលៃលះចឹងនេះជាបញ្ហាដែលយើងក៏បីស្វែងយល់នៅក្នុងសាសនាអ៊ីស្លាមចឹងនៅក្នុងអាយ៉ាតអល់ឡោះប្រាប់ថាកាលណាអ៊ីដាជាផុតចឹងមានន័យថាអ្នកដែលគាត់ប្រើពាក្យលៃលះភរិយារបស់គាត់ត្រូវដឹងថ្ងៃខែដោយសារដើម្បីថ្ងៃខែចិត្តផុតគាត់ពិចារណាថាតើត្រូវវិលត្រឡប់ទៅវិញឬក៏បដ ாய் ឲ្យវាផុតហើយគាត់ដាច់គ្នាអញ្ចឹងក្រោយពេលដែលផុតអ៊ីដាមានថាគាត់ខ្លាយទៅជាអ្នកផ្សេងចឹងអល់ឡោះប្រាប់ថាវ៉ៃស៊ីឌូដាវៃអដលីមីនគុំចូលពូណារកសាក្សីនៅអ្នកដែលធ្វើសាក្សីដែលអាដល2នាក់ពីពូអ្នកមានន័យថាបើគាត់ចង់វិលត្រឡប់ទៅវិញឬគាត់លែងលះនៅក្នុងអ៊ីស្លាមជំរុញឲ្យរកសាក្សីជាប្រការសុណិតដើម្បីជៀសវាងបញ្ហាថ្ងៃក្រោយមានចំនួនឧទាហរណ៍គាត់លែងលះហើយគាត់អត់រកសាក្សីមកតើតើនឹងការវិលត្រឡប់របស់គាត់ទេក្រោយមកផុតអ៊ីដាមានអ្នកផ្សេងទៅដឹងគាត់ថាអត់ទេគាត់វិលត្រឡប់ទៅនៅជាមួយភរិយារបស់គាត់វិញហើយគាត់និយាយថាគាត់វិលត្រឡប់ទៅវិញហើយគេផ្សេងអត់ដឹងឮចឹងជាវាចំនួនចឹងនៅក្នុងសាសនាអ៊ីស្លាមការវិលត្រឡប់ឬក៏ការលែងលះដាច់គឺជំរុញឲ្យមានសាក្សីពីអ្នកដែលដឹងឮវ៉ាអគីមុស្សាហាដាតលិលឡាហើយចូលពួកអ្នកធ្វើសាក្សីដោយស្វែងរកការរីដពេញចិត្តពីអល់ឡោះស៊ុបហានចឹងនៅក្នុងឃ្លានេះអល់ឡោះស៊ុបហានជំរុញឲ្យអ្នកដែលធ្វើសាក្សីទាំងឡាយធ្វើសាក្សីដោយអាដលដោយយុត្តិធម៌ហើយចង់បានការរីដពេញចិត្តពីអល់ឡោះស៊ុបហានតាឡា ذلكم يوعظون به من كان يؤمن بالله واليوم الآخر ومن يتق الله يجعل له مخرجا เราប្រាប់ថានោះគឺជាអ្វីដែលត្រូវបានគេផ្ដល់ដំបូន្មានឲ្យសម្រាប់បុគ្គលណាដែលមានអ៊ីម៉ានជាមួយអល់ឡោះនៅថ្ងៃអាខិរ៉ាត់ហើយអ្នកដែលកោតខ្លាចជាមួយអល់ឡោះនឹងឲ្យគាត់មានច្រកចេញជានិច្ចមានន័យថាបន្តច្រកទីអញ្ចឹងនៅក្នុងសាសនាអ៊ីស្លាមក្នុងកលៈទេសៈណាក៏ដោយខឹងយ៉ាងណាក៏ដោយនៅអ៊ីស្លាមគឺក៏បីកោតខ្លាចទៅជាមួយអល់ឡោះកុំបណ្ដោយឲ្យការខឹងសម្បារអនុវត្តនៅទង្វើដែលប្រឆាចពីសិលធម៌ប្រឆាចអំពីច្បាប់នៅក្នុងសាសនាអ៊ីស្លាមរបស់យើងនៅខ្លះដោយសារការខឹងសម្បារភរិយាឈានដល់ការវាយដំឈានដល់ការប្រមាថការនេះគឺក៏បីជាវាបើនៅជាមួយគ្នាចោះសម្រងនៅជាមួយគ្នាដោយល្អប្រសើរហើយបើអស់វិធីនៅក្នុងការផ្សះផ្សាលែងលះគ្នាដោយល្អប្រសើរជាវាប្រព្រឹត្តនៅទង្វើដែលខុសច្បាប់អល់ឡោះប្រាប់ថាវយ៉ារស៊ុកហ៊ូមីនហៃស៊ូឡាយ៉ាហ្តាស៊ីបអ្នកដែលកោតខ្លាចអល់ឡោះស៊ុបហានូវតាឡាទី1អល់ឡោះសន្យាមិនឲ្យគាត់តល់ច្រកទេទី2សន្យាផ្ដល់រីស្គីដល់គាត់ដោយឥតគណនាវមៃយតវក្កលអឡាឡោះហ្វវហាស្បុបុគ្គលណាដែលគាត់តវក្កលជាមួយអល់ឡោះស៊ុបហានអល់ឡោះគឺគ្រប់គ្រាន់សម្រាប់គាត់អ៊ីនអល់ឡោះបាលីហ្គូអមរីកតជាអល់ឡោះលីគុលីឆៃអ៊ីនកដរ៉ាអល់ឡោះស៊ុបហានគឺជាអ្នកដែលសម្រេចកិច្ចការផ្សេងៗរបស់ទ្រង់គ្មានអ្វីមួយដែលអល់ឡោះស៊ុបហានអាចសមត្ថភាពទេقد جعل الله لكل شيء قدرا អល់ឡោះសូឡាបានបង្កើតអ្វីៗទាំងអស់ដែលមានការកំណត់ពេលវេលារបស់វាច្បាស់លាស់មានថាមានកដដែលកំណត់ច្បាស់លាស់ واللائي يئسن من المحيض من نسائكم إن ارتبتم فعدتهن 3 أشهر واللائي لم يحض អល់ឡោះប្រាប់ថាស្ត្រីទាំងឡាយដែលគាត់អស់រដូវពីភរិយារបស់ពួកអ្នកនៃភរិយារបស់ពួកអ្នកមានន័យថាភរិយាដែលពួកអ្នកលែងលះហើយពួកគាត់អត់មានរដូវទេដោយសារវ័យចាស់ជរាឧទាហរណ៍ فعدتهن 3 أشهر واللائي لم يحض អ៊ីដារបស់ពួកគាត់មានថារយៈពេលដែលពួកគាត់រងចាំក្រោយពេលប្តីលែងលះលើកទី1និងលើកទី2គឺ3ខែហើយដូចគ្នាដែរស្ត្រីដែលអត់មានរដូវក្មេងនៅខ្លះក៏រៀបការក្មេងអត់ទាន់មានរដូវទេតែយើងអាចកំណត់អ៊ីដាបានតាមរយៈការកំណត់ចំនួនខែពីពេលដែលគាត់លែងលះទៅគឺ3ខែវ៉ាអ៊ូឡាតុលអហ្មាលអජលុហ៊ុនអយដអនហាំលហ៊ុនវ៉ាអ៊ូឡាតុលអហ្មាល
ajaluhun ayada'na hamlahun សម្រាប់ស្ត្រីដែលត្រូវប្តីលែងហើយគាត់មានកគាត់មានកូននៅក្នុងផ្ទៃគាត់ពោពោះរយៈពេលអ៊ីដារបស់គាត់គឺរហូតដល់គាត់សម្រាលវាមានន័យថាចំពោះបរោះដែលគាត់លែងលះភរិយារបស់គាត់ហើយភរិយារបស់គាត់កំពុងតែមានពោពោះកូនចឹងរយៈពេលដែលគាត់អាចវិលត្រឡប់ទៅបានរហូតដល់ប្រពន្ធគាត់សម្រាលបើប្រពន្ធគាត់នៅតែ5ថ្ងៃទៀតសម្រាលឧទាហរណ៍គាត់ថាប្រពន្ធគាត់សម្រាលគឺផុតអ៊ីដាចឹងគាត់វិលត្រឡប់មុនហ្នឹងបើប្រពន្ធគាត់នៅ9ខែទៀតសម្រាលអញ្ចឹងអ៊ីដារបស់គាត់ដល់9ខែអញ្ចឹងវែងឬខ្លីវាអាស្រ័យលើអាយុនៃកនៅក្នុងផ្ទៃភរិយារបស់គាត់អញ្ចឹងចំពោះអ្នកដែលគាត់មានផ្ទៃពោះពេលដែលផ្ទៃលែងអ៊ីដារបស់គាត់គឺរហូតដល់គាត់សម្រាលមានន័យថាមុនពេលដែលគាត់សម្រាលមិនថា3ខែឬ4ខែទេអ្នកខ្លះគាត់តសម្រាលឬ5ខែស្ត្រីនឹងមិនអាចទៅរៀបការជាមួយនឹងបរិបផ្សេងបានទេគាត់នៅតែជាភរិយារបស់ប្តីគាត់ទៅបីប្តីគាត់តឡាក់ក៏ដោយការលែងលះនោះគឺមិនតាន់ដាច់ស្រេចទេកាលណាវាជាតឡាក់មួយនិងតឡាក់ពីរស្ត្រីដែលមានផ្ទៃពោះមិនអាចទៅរៀបការជាមួយនឹងបរិបផ្សេងបានទេនៅក្នុងសាសនាអ៊ីស្លាមគឺហារ៉ាមនៅក្នុងសាសនាអ៊ីស្លាមគឺហារ៉ាមអញ្ចឹងសរុបអ៊ីដាជាមួយស្ត្រីដែលមានរដូវគឺគាត់មករដូវ3ដងជាមួយស្ត្រីដែលគ្មានរដូវដោយសារចាស់ជរាឬក៏អ្នកខ្លះគាត់នៅក្មេងអ៊ីដារបស់គាត់3ខែជាមួយស្ត្រីដែលមានពោះកូននៅពេលដែលប្តីលែងលះអញ្ចឹងអ៊ីដារបស់គាត់គឺរហូតដល់ពេលដែលគាត់សម្រាលវមៃយតកិលឡាយជអលឡហ៊ូមីនអម្រីហ៊ីយូស្រាអល់ឡោះប្រាប់ថាបុគ្គលណាដែលកោតខ្លាចជាមួយអល់ឡោះនឹងធ្វើឲ្យកិច្ចការរបស់គាត់គឺមានភាពងាយស្រួលអញ្ចឹងសួរថាចុះបើតឡាក់1និងតឡាក់2ផុតអ៊ីដាហើយគាត់អត់ត្រឡប់ទៅវិញទេក្រោយពេលដែលផុតអ៊ីដាមួយខែពីខែគាត់ចង់ទៅនៅជាមួយភរិយារបស់គាត់វិញតែនេះគឺត្រូវស្ដីទៅដឹងសារថ្មីហើយរៀបការសារថ្មីសិកវនសារថ្មីរៀបការសារថ្មីកាលណាជាតឡាក់1និងតឡាក់2ប៉ុន្តែបើតឡាក់3គឺចប់ហើយមិនអាចទៅស្ដីទៅដឹងបានទៀតទេតើដល់ស្ត្រីនោះបានរៀបការជាមួយនឹងបរិបផ្សេងដោយស្ម័គ្រចិត្តមិនមែនជាការឧបកិច្ចហើយក្រោយមកប្តីក្រោយគេស្លាប់ឬក៏លែងលះហើយផុតអ៊ីដាទៅគាត់មានសិទ្ធទៅស្ដីទៅដឹងរៀបការឡើងវិញចឹងនេះជាបញ្ហាដែលយើងក៏បីស្វែងយល់តើតើបញ្ហាតឡាក់ដែលអល់ឡោះបានរំលឹកនៅក្នុងកូរ៉ាន ذلك أمر الله أنزله إليكم ومن يتق الله يكفر عنه سيئاته ويعظم له أجرا អល់ឡោះប្រាប់ថានោះគឺជាបទបញ្ជារបស់អល់ឡោះដែលអល់ឡោះបានបញ្ចុះឲ្យពួកអ្នកជាច្បាប់ដែលអល់ឡោះពណ៌នាប្រាប់ពួកអ្នក ومن يتق الله ពលណាដែលកោតខ្លាចជាមួយអល់ឡោះ يكفر عنه سيئاته ويعظم له أجرا អល់ឡោះនឹងជម្រុះចោលអំពីគាត់នៅបាបកម្មរបស់ពួកគាត់ហើយអល់ឡោះនឹងបង្កើនផលបុណ្យធំធេងឲ្យគាត់ចឹងណាដែលកោតខ្លាចជាមួយអល់ឡោះសុបហានតាឡាអល់ឡោះនឹងជម្រុះចេញពីគាត់នៅទុសានៅបាបកម្មផ្សេងៗហើយបង្កើននៅផលបុណ្យចេះឃើញថាបើយើងពិនិត្យមើលពីអាយ៉ាតខាងដើមអល់ឡោះពណ៌នាពីអ្នកដែលកោតខ្លាចជាមួយអល់ឡោះទី1អល់ឡោះឲ្យគាត់តច្រកទេគ្រប់បញ្ហាដែលគាត់ជួបប្រទះគឺតែមានដំណោះស្រាយហើយទី2អល់ឡោះសូឡាសន្យាសម្រួលដល់គាត់នៅកិច្ចការទាំងឡាយរបស់គាត់ឲ្យមានភាពងាយស្រួលហើយទី3អល់ឡោះសន្យាផ្ដល់រីស្គីឲ្យគាត់ដែលឥតគណនាហើយទី4អល់ឡោះសូឡាសន្យាជំរុះទុសារបស់គាត់ទី5អល់ឡោះសូឡាបង្កើនប៉ះឡាដល់គាត់នេះជាអ្នកដែលកោតខ្លាចជាមួយអល់ឡោះសូឡាគឺគាត់ទទួលបានការតបស្នងដ៏ធំធេងពីអល់ឡោះសូឡាអញ្ចឹងសរុបមកវិញយើងឃើញថានៅក្នុងអាយ៉ាតខាងដើមនេះទី1អល់ឡោះសូឡាពណ៌នាពីហុគមមួយចំនួនតទៅនឹងតឡាក់ហើយនឹងអ៊ីដារបស់ស្ត្រីដែលត្រូវប្តីលែងលះដែលត្រូវប្តីតឡាក់គាត់ហើយទី2បញ្ជាក់ពីកាតព្វកិច្ចរបស់ប្តីគឺត្រូវផ្គត់ផ្គង់ជាភាពភរិយាដដែលក្នុងកំឡុងពេលអ៊ីដាក្រោយពេលដែលគាត់លែងលះហើយបន្តផុតអ៊ីដាអញ្ចឹងគាត់មានកាតព្វកិច្ចត្រូវផ្គត់ផ្គង់ភរិយាដដែលហើយទី3សុណាត់រកសាក្សីនៅពេលលែងលះឬក៏ពេលវិលត្រឡប់ទៅវិញហើយទី4គឺបញ្ជាក់ពីលក្ខណៈពិសេសនៃការកោតខ្លាចទៅជាមួយអល់ឡោះតាក់វ៉ាទៅជាមួយអល់ឡោះសុបហានដែលគាត់នឹងទទួលបានផលបុណ្យធំធេងពីអល់ឡោះសុបហានទាំងនៅក្នុងឌុនយ៉ាហើយនិងនៅថ្ងៃអាខិរ៉ាត់ហើយយើងសម្រាប់ក្នុងសិនរងចាំសាឡាសុបហានកឡោះវបិហាំឌិកអស្ហaduអលឡាអ៊ីឡាហ៍អ៊ីឡាអ៊ីនអស្តហ្វិរុកវ៉ាអតូប៊ូអ៊ីឡៃ